ដែលជាសត្រូវរបស់ហ៊ុនសែនធំពីរនៅក្នុងប្រទេសថៃបានចាប់ដៃគ្នាបង្កើតរដ្ឋាភិបាលដើម្បីផ្ដួលរំលំត្រកូលហ៊ុនឥឡូវនេះបកដែលជាសត្រូវរបស់ហ៊ុនសែនពីរគឺបកភឿថៃហើយនិងបកភូមិใจថៃបកពីរនេះធ្លាប់ជាអតីតសត្រូវស៊ីសាច់ហត់ឈាមជាមួយគ្នាដណ្ដើមអំណាចគ្នាក៏ប៉ុន្តែពេលដែលបកនេះមានចំនួនជាមួយនឹងត្រកូលហ៊ុនបកទាំងពីរនេះបែរជាមកចាប់ដៃគ្នាហើយផ្ដួលរំលំត្រកូលហ៊ុនទៅវិញបងប្អូនយើងមើលនៅក្នុងរយៈពេលកន្លងមកដែលមានសង្គ្រាមព្រំដែនរវាងថៃនិងកម្ពុជាឃើញថាដំបូងឡើយបកទាំងពីរនេះបានឆ្លោះគ្នាបែកបាក់គ្នាហើយដណ្ដើមអំណាចគ្នាក៏ប៉ុន្តែពេលនេះបកទាំងពីរនេះបែរជាមកចាប់ដៃគ្នាបែរទៅរកផ្ដួលរំលំហ៊ុនសែនទៅវិញដែលហ៊ុនសែនធ្លាប់អះអាងពីដើមមកថាហ៊ុនសែនគឺជាអ្នកជួយជាអ្នកមានគុណរបស់ក្រុមគណៈបកភឿថៃគឺត្រកូលថាក់ស៊ីនហើយនឹងអ្នកតស៊ូនយោបាយប្រឆាំងនឹងផ្ដាច់ការថៃពួកអាវក្រហមក៏ប៉ុន្តែពេលនេះគឺពួកអាវក្រហមបកភឿថៃបែរជាទៅចាប់ដៃជាមួយនឹងពួកផ្ដាច់ការថៃដែលពួកផ្ដាច់ការថៃនេះក៏ហ៊ុនសែនបានអះអាងថាពេលដែលពួកផ្ដាច់ការថៃដណ្ដើមអំណាចពីថាក់ស៊ីនប្រកាសជាហ៊ុនសែនអាចនិយាយជាមួយនឹងពួកផ្ដាច់ការថៃបាននៅពេលដែលហ៊ុនសែនមានការបែកបាក់ចំណងបងធေါ်បងធေါ်ជាមួយនឹងថាក់ស៊ីនដូច្នេះបងប្អូនជនជាតិយើងមើលទៅប្រទេសថៃគេសហការគ្នាដើម្បីចិត្តរបស់គេក៏ប៉ុន្តែរីឯហ៊ុនសែនវិញហ៊ុនសែននិយាយថារូបរួមតែមាត់ក៏ប៉ុន្តែចាប់ចងអ្នកដែលមានមតិផ្ទុយនឹងខ្លួនបំផ្លាញរំលាយប្លន់ទៅលើបកប្រឆាំងនឹងខ្លួនមិនមានគំនិតដូចខ្លួនទៅវិញទង្វើរបស់ហ៊ុនសែនដែលប្រព្រឹត្តនៅអំពើអាក្រក់ជាច្រើនទាំងនេះនឹងត្រូវបែរមករកហ៊ុនសែននៅពេលនេះមិនយូរមិនឆាប់ទេបងប្អូនជនជាតិដោយសារហ៊ុនសែនមិនអាចបង្រួបបង្រួមខ្មែរឲ្យคล้ายទៅជាខ្មែរតែមួយដូចមុនបានទេទី2ហ៊ុនសែនមិនអាចទៅបោកបរទេសឲ្យជឿហ៊ុនសែនបានដូចមុនទៀតទេទី3សេដ្ឋកិច្ចរបស់ហ៊ុនសែនក៏ចាប់ផ្ដើមរលំរលាយផងដែរទី4គណៈបកប្រជាជនកម្ពុជាកំពុងតែបែកបាក់គ្នាជាខ្លាំងដោយសារចាប់ផ្ដើមអស់ផលប្រយោជន៍ទី6ធនធានធម្មជាតិដែលក្រុមហ៊ុនសែនធ្លាប់លួចលក់យកមកធ្វើមានបានប្រកបខ្លួនក៏អស់ផងដែរទី7ហ៊ុនសែនធ្លាប់យកឈ្មោះប្រទេសកម្ពុជាទៅខ្ចីបុលចងការប្រទេសដទៃដើម្បីឲ្យប្រជាពលរដ្ឋខ្មែរជាអ្នកសងហើយយកលុយទាំងនោះមកធ្វើមានបានប្រកបខ្លួនក៏ប៉ុន្តែពេលនេះប្រទេសទាំងនោះមិនជឿហ៊ុនសែនទេមិនឲ្យហ៊ុនសែនខ្ចីលុយដោយកាលមុននោះទេទី8 scam ពួក scam ត្រូវបានកំទេចនៅក្នុងប្រទេសកម្ពុជាមុខរបរទុច្ចរិតដែលហ៊ុនសែនបង្កើតយកកម្ពុជាធ្វើជាសម្បុករបរទុច្ចរិតត្រូវបានកំទេចដោយសហគមន៍អន្តរជាតិដែលក្នុងនោះមានថៃដែលជាសត្រូវរបស់ហ៊ុនសែនផងដែរបានយកលេសនៅក្នុងការកំទេច scam នេះដោយព្យាយាមផ្ដួលរំលំត្រកូលហ៊ុនដើម្បីឲ្យអន្តរជាតិមើលថាថៃមិនមែនផ្ដួលរំលំត្រកូលហ៊ុននោះទេក៏ប៉ុន្តែដោយសារត្រកូលហ៊ុនជាអ្នកបង្កើតអក្រិតជនឆបោកអនឡាញអន្តរជាតិនេះហើយយកកម្ពុជាធ្វើជាសម្បុកអក្រិតជនអន្តរជាតិនេះហើយទើបថៃផ្ដួលរំលំត្រកូលហ៊ុនចំណុចទាំងនេះហើយដែលធ្វើឲ្យត្រកូលហ៊ុនមិនអាចទៅមុខរួចនេះទេក៏ប៉ុន្តែយើងបែរមើលទៅនយោបាយរបស់ថៃវិញតើបកភឿថៃហើយនឹងបកភូមិใจថៃបកភឿថៃគឺជាបករបស់ត្រកូលថាក់ស៊ីនបកភូមិใจថៃគឺជាបករបស់នាយករដ្ឋមន្ត្រីអនុทินឆានវីរគុណទៅចាប់ដៃគ្នាបង្កើតរដ្ឋាភិបាលបន្តទៀតនេះតើជាសញ្ញាល្អសម្រាប់ត្រកូលហ៊ុនដែរទេការចាប់ដៃសារជាថ្មីរវាងបកភូមិใจថៃហើយនិងបកភឿថៃបន្ទាប់ពីការបែកបាក់គ្នាហើយមកចាប់ដៃគ្នាវិញនេះគឺជាសញ្ញាមួយនៃការដួលរលំរបស់ត្រកូលហ៊ុនក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងមើលឃើញចំណុចមួយទៀតក៏ជាបញ្ហាមួយដែលធ្វើឲ្យប្រជាធិបតេយ្យនៅក្នុងប្រទេសថៃដើរថយក្រោយផងដែរដោយសារបកទាំងពីរនេះបកដែលមានអធិបុលបំផុតឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីគឺបកផ្ដាច់ការដូច្នេះប្រជាធិបតេយ្យដែលជាបករបស់ថាក់ស៊ីនមិនអាចមានអធិបុលគ្រប់គ្រាន់នៅក្នុងការទប់ទល់នឹងអធិបុលរបស់បកផ្ដាច់ការបានទេហើយមួយវិញទៀតបកភឿថៃរបស់ថាក់ស៊ីនអាចនឹងអស់សម្លេងគ្រប់គ្រងនៅការបោះឆ្នោតអាណត្តិខាងមុខនេះដោយសារបករបស់ថាក់ស៊ីនจะចាប់ដៃជាមួយនឹងផ្ដាច់ការបានធ្វើឲ្យបាត់អ្នកគ្រប់គ្រងជាងពាក់កណ្ដាលទៅហើយនៅរយៈពេលដ៏ខ្លីត្រឹមតែ
ពីឆ្នាំជាងតែប៉ុណ្ណោះក្រោយពីការបោះឆ្នោតឆ្នាំ2023ឥឡូវនេះឆ្នាំ2026នេះគឺបកភឿថៃរបស់ថាក់ស៊ីនបានបាត់អាសនៈរហូតទៅដល់ជាងពាក់កណ្ដាលឯណោះដូច្នេះបកភឿថៃនឹងកាន់តែបាត់សម្លេងគ្រប់គ្រងពីប្រជាពលរដ្ឋថៃបន្ថែមទៀតបើសិនជាបកថាក់ស៊ីនទៅចាប់ដៃនឹងបកប្រកាដើម្បីបង្កើតរដ្ឋាភិបាលសាជាថ្មីម្ដងទៀតបកភឿថៃគឺជាបករបស់ត្រកូលថាក់ស៊ីនឈិនវត្តដែលត្រូវបានអនុทินឆានវីរគុណដែលជាប្រធានបកភូមិใจថៃបានដណ្ដើមយកតំណែងជានាយករដ្ឋមន្ត្រីពីខ្លួនកាលពីប្រមាណខែមុននេះក៏ប៉ុន្តែបកភឿថៃបែរជាមិនឈឺចាប់នៅតែបន្តទៅរួមបង្កើតរដ្ឋាភិបាលជាមួយនឹងបកភូមិใจថៃដដែលការទៅរួមបង្កើតរដ្ឋាភិបាលជាមួយនឹងបកភូមិใจថៃនេះគឺដោយសារបកភឿថៃមានលក្ខខណ្ឌជាមួយនឹងបកភូមិใจថៃលក្ខខណ្ឌជាមួយនឹងបកភូមិใจថៃបើតាមខ្ញុំមើលគឺការដោះលែងថាក់ស៊ីនឈិនវត្តឲ្យចេញពីឃុំគឺជាលក្ខខណ្ឌសំខាន់បំផុតហើយនឹងលក្ខខណ្ឌមួយចំនួនទៀតដូចជាតំណែងនៅក្នុងរដ្ឋាភិបាលជាដើម